មានសង្ឃឹមហើយក្រោយអ្នកជំងឺមហារីកដំណាក់កាលទី3ចាក់វ៉ាក់សាំងរុស្ស៊ីបានបង្ហាញផលវិជ្ជមានដ៏អស្ចារ្យជាសះស្បើយឧបត្ថម្ភធំដោយខ្ញុំជ្រើសរើស XO 55i+ តែប៉ុណ្ណោះជាដំណឹងដ៏សែនល្អដែលរុស្ស៊ីបានប្រកាសថាអ្នកជំងឺចាក់វ៉ាក់សាំងព្យាបាលមហារីកបានបង្ហាញផលវិជ្ជមានដោយមានសុខភាពធម្មតានិងបង្កើតភាពស៊ាំដ៏គួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺនេះតាមការផ្សាយរបស់ RT នៅថ្ងៃសុក្រទី31ខែកក្កដាឆ្នាំ2026អ្នកជំងឺគឺជាបុរសវ័យ60ឆ្នាំមានជំងឺមហារីកស្បែកដំណាក់កាលទី3និងមានការរីករាលដាលនៃកោសិកាមហារីក Metastasis ផងដែររូបគេបានចាក់វ៉ាក់សាំង Neocovax កាលពីខែមេសាហើយមកទល់នឹងពេលនេះអ្នកជំងឺមានសុខភាពល្អធម្មតាហើយគេពិនិត្យឃើញថាប្រព័ន្ធភាពស៊ាំក្នុងខ្លួនក៏បានដោះចេញមកខ្លាំងផងដែរដោយផ្ដល់ក្តីសង្ឃឹមថានឹងឈានឆ្ពោះទៅរកការព្យាបាលជំងឺមហារីកឲ្យជាដាច់តែម្ដងយ៉ាងណាអ្នកជំងឺចាំបាច់ត្រូវចាក់វ៉ាក់សាំង Neocovax ចំនួន2ដូសបន្ថែមទៀតបូករួមជាមួយការលេបថ្នាំ Oncopep ដើម្បីព្យាបាលជាបន្តខណៈបច្ចុប្បន្នរូបគេកំពុងសម្រាប់ព្យាបាលនៅវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីក Helsinki Moscow